សម្រាប់ខ្សែវីដេអូខ្លីមួយនេះមិនត្រឹមតែចែកជូនបងប្អូនទស្សនានៅសម្រស់ទេសភាពស្រុកស្រែនារដូវប្រាំងនោះទេខ្ញុំនឹងចងក្រងនៅពាក្យសម្ដីរបស់បុគ្គលល្បីៗមួយចំនួននិងទស្សនៈផ្សេងជាច្រើនទៀតដើម្បីចែកជូនដល់បងប្អូនទុកគ្រាន់ស្ដាប់លេងកែកម្សាន្តចូលធ្វើការប្រឹងប្រែងរហូតដល់អ្នកទៅជួបមនុស្សជាច្រើនដោយមិនចាំបាច់ណែនាំខ្លួននេះជាសម្ដីរបស់តារាដ៏ល្បីល្បាញម្នាក់របស់ Hollywood គឺលោក Leo DiCaprio ជាតួអង្គនៅក្នុងរឿងដ៏ល្បីល្បាញមួយរឿងគឺរឿង Titanic អ្នកខ្លាំងពិតប្រាកដគេមិនដែលបោះបង់មនុស្សទុនខ្សោយទេគឺគេតែងតែជួយជ្រោមជ្រែងពួកគេជានិច្ចព្រោះពួកគេមានជំនឿចិត្តយ៉ាងមុតមាំថាមានតែធ្វើឲ្យអ្នកទុនខ្សោយខ្លាំងឡើងទេទើបជាជ័យជំនះពិតប្រាកដរបស់ពួកគេកុំធ្វើឲ្យពេលវេលារបស់ខ្លួនឯងលំបាកស្មុគស្មាញពេកព្រោះថាយើងរស់នៅលើផែនដីនេះមិនបានយូរជាអមតៈនោះទេពេលវេលាយើងពិតជាមានតម្លៃណាស់កុំខ្ជះខ្ជាយនៅរឿងរ៉ាវដែលមិនបានការទាំងនោះព្រោះថាបញ្ហាវានៅតែកើតឡើងជានិច្ចនៅក្នុងការរស់នៅរបស់យើងរឿងខ្លះក៏ដោះស្រាយរួចរឿងដែលមិនអាចដោះស្រាយរួចខ្លះក៏ទុកវាចោលទៅព្រោះយើងគ្រប់គ្នាមិនមែនជាអតិទេពបង្កើតលោកនេះទេជីវិតយើងម្នាក់គឺមិនមានពេលច្រើនពេកទេត្រូវតែចំណាយពេលជាមួយមនុស្សដែលតែងតែធ្វើឲ្យយើងសើចសប្បាយរីករាយនិងមានអារម្មណ៍ថាកក់ក្ដៅនៅក្នុងជីវិតប្រសើរជាងគិតពីមនុស្សដែលធ្លាប់ធ្វើឲ្យយើងឈឺចាប់គិតច្រើនពេកនាំតែឥតប្រយោជន៍នាំឲ្យឈឺចាប់កាន់តែខ្លាំងទម្លាក់វាចោលទម្លាក់ការគុំគួនឲ្យអស់រៀនបំភ្លេចយើងនឹងធូរស្រាលភាពអត់ធ្មត់និងការអត់ឱនដ៏មហិមាគឺនៅពេលដែលអ្នកមានឥទ្ធិពលដ៏ខ្លាំងក្លាក្នុងការបំផ្លាញបុគ្គលណាម្នាក់ដែលបានប្រព្រឹត្តនៅអំពើមិនគួរគប្បីមកលើរូបអ្នកប៉ុន្តែអ្នកគ្រាន់តែដកដង្ហើមធំហើយដើរចេញនោះហើយជាការខន្តីនិងគុណធម៌ដ៏ខ្ពង់ខ្ពស់របស់មនុស្សដែលជាបុគ្គលដ៏កម្រកុំព្យាយាមស្អប់ឬចងគំនុំគុំគួននឹងនរណាម្នាក់អ្នកគ្រាន់តែដើរចេញពីគេទៅប្រសិនបើគេមិនផ្ដល់តម្លៃដល់រូបអ្នក